បាទស្វាយចន្ទីដែលទុំហើយប្រេះសាច់បាទសាច់នេះប្រេះបាទហូរជ័រប្រឡាក់ក្របខ្មៅក្របអត់ស្អាតតង៉ែនបាទថាតើមកពីមូលហេតុអ្វីបាទអញ្ចឹងចន្ទីនេះតាមដានការអង្កេតរបស់ខ្ញុំផ្ទាល់បាទគឺបញ្ហាបង្កឡើងដោយពពួកសម្មើបាទពពួកទ្រីបភាសាបច្ចេកទេសហើយភាសាខ្មែរយើងហៅសម្មើដោយសារវារូបរាងដូចសម្មើមន់បាទនេះបងប្អូនសង្កេតមើលអញ្ចឹងនៅពេលដែលពេលក្របនៅទូចបាទវាបំផ្លាញពេលដែលក្របនៅទូចបាទនេះខ្ញុំសុំដូរមកចកោមនេះវាច្បាស់ជាងបាទថតច្បាស់ជាងវានៅមកលុបអត់សូវកង់បាទអញ្ចឹងនេះពពួកវាបំផ្លាញតាំងពីពេលនៅទូចបាទតាំងក្តាប់នៅទូចនេះរត់ភេនៅនឹងក្របច្រើននេះបងប្អូនបាទសង្ឃឹមបងប្អូនបានឃើញនេះបាទគឺរត់ត្រេនឹងក្របបាទអញ្ចឹងពពួកសម្មើឬក៏ទ្រីបនេះគឺវាស៊ីកោសបាទស៊ីកោសនៃជីលីកាបាទសម្បកនៃក្របនៃសាច់អញ្ចឹងនៅពេលដែលវាកោសបាទស៊ីកោសទៅកោសិកានៃក្របបាទនៃសម្បកនៃសាច់ហ្នឹងគឺវាត្រូវបានខូចបាទត្រូវបានខូចហើយស្រមើมันអាចធ្វើឲ្យក្តាប់នឹងស្វិតបានទេបាទបងប្អូនកុំច្រឡំបងប្អូនខ្លះអាចយល់ច្រឡំបាទគ្រាន់តែស្រមើច្រើនបាទវាធ្វើឲ្យក្តាប់ធ្វើឲ្យក្របហ្នឹងវាអត់ស្អាតបាទវាគ្រើមបាទវាខូចរូបរាងហើយវាប្រេះសាច់ទុំមកប្រេះសាច់ខ្មៅក្របបាទហើយនឹងមួយទៀតវាធ្វើឲ្យផ្កាហ្នឹងក្រៀមបាទធ្វើឲ្យផ្កាក្រៀមលឿនខូចមុនអាយុនេះដោយផ្កានេះឡើងក្រៀមបាទដោយសារសម្មើវាជក់កោសតែបើក្តាប់ទូចបាទក្តាប់ឡើងប៉ុននេះហើយស្រមើมันមានសមត្ថភាពធ្វើឲ្យក្តាប់ហ្នឹងស្វិតបានទេបាទកុំច្រឡំបាទអញ្ចឹងនៅពេលដែលវាស៊ីកោសបែបហ្នឹងធ្វើឲ្យខូចនៃកោសិកាក្របបាទធ្វើឲ្យខូចកោសិកាក្របបាទធ្វើឲ្យក្របឡើងតង៉ែនបាទធ្វើឲ្យសាច់វាខូចកោសិកាអញ្ចឹងនៅពេលដែលវារីកមៀតនៅពេលដែលផ្លែវាចាប់ផ្ដើមរីកមៀតបាទគឺប្រេះបែបហ្នឹងបាទអញ្ចឹងមិនមែនប្រេះនេះមិនមែនមកពីបាញ់ជីមប៉ុនទៅវារីកខ្លាំងពេកវាប្រេះទេអត់ទេដោយសារកោសិកាសម្បកហ្នឹងវាត្រូវបានខូចខាតទៅហើយអញ្ចឹងហើយពេលដែលវាចាប់ផ្ដើមរីកមៀតគឺប្រេះបែបហ្នឹងបាទអញ្ចឹងនេះគឺបញ្ហាបំផ្លាញឡើងដោយសារទ្រីបដោយសារស្រមើដើម្បីការពារកុំឲ្យវាមានបាទបងប្អូនព្យាយាមប្រើប្រាស់ថ្នាំឆ្លាស់បាទពពួក Imidacloprid ថៃមេថូសាមបាទកូននេះ2កូននេះ6បាទChlorpyrifos អាចប្រើម្ដងម្កាលបាទស្ដេចនេះ5របស់យើងហ្នឹងហើយនឹងអាបាមេទីនបាទលីបាក៏យើងអាចប្រើឆ្លាស់ដែរបាញ់ម្ដង2មុខទៅហើយកុំចោលបាទទឹកជំរាបកែនមិចបាទយើងលាយរាល់ជើងទៅដើម្បីគ្រប់គ្រងពពួកសម្មើហ្នឹងបាទឬក៏យើងអាចឆ្លាស់ប្រើសេហ្វាតម្ដងម្កាលបានបាទអរគុណសម្រាប់ការតាមដានទស្សនាវីដេអូជួបគ្នានៅវីដេអូក្រោយ